Hello ក៏ដូចជាសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបចូលមកប្ដូរឈ្មោះនៅក្នុងเกม Mobile Legends របស់យើងហ្នឹងហើយអញ្ចឹងសម្រាប់ការបដូរឈ្មោះហ្នឹងគឺគេទាមទារឲ្យយើងត្រូវមានការបដូរឈ្មោះមួយហ្នឹងហើយអញ្ចឹងហើយការបដូរឈ្មោះហ្នឹងគឺបើសិនជាយើងទិញនៅក្នុង shop ធម្មតាតម្លៃពេញរបស់វាគឺ299 Diamond ហ្នឹងហើយអញ្ចឹងដូចជាឥឡូវហ្នឹងគេប្រម៉ូសិន 20% អញ្ចឹងវានៅ239 Diamond អញ្ចឹងវាថ្លៃណាអញ្ចឹងដើម្បីអាចយើងអាចចំណាយអស់តិចក្នុងការដូរឈ្មោះហ្នឹងអ្នកនរគ្នាអាចចេញមកវិញមកហើយអ្នកនរគ្នាចូលមកកន្លែងពេជ្រខាងលើនេះចូលមកកន្លែងពេជ្រខាងលើនេះហើយយើងចូលមក SS1 First Recharge កន្លែងនេះមកដល់កន្លែងនេះអ្នកនរគ្នាអាចធ្វើការទិញនៅកន្លែងនេះវិញវាចំណេញជាងអញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចមើលបាននេះវាមានតម្លៃតែ50ពេជ្រទេនេះអ្នកនរគ្នាអាចមើលបានអញ្ចឹង50ពេជ្រអញ្ចឹងបើគិតពីយើងធៀបជាមួយនឹងនៅក្នុង shop គេគឺ239អញ្ចឹងវាខុសគ្នាឆ្ងាយដែរយើងចំណេញ100យើងចំណេញ100ពេជ្រជាងដែរហ្នឹងហើយជិត200ពេជ្រយើងចំណេញជិត200ពេជ្រដែរអញ្ចឹងអ្នកនរគ្នាចេញវិញមកអ្នកនរចូលមកកន្លែង Diamond ហើយយើងយក SS1 First Recharge មកហើយយើងធ្វើការទិញលើនេះមកអញ្ចឹងខ្ញុំធ្វើការទិញឲ្យគ្នាយើងមើលតម្រងនេះយើងទិញមកនេះយើងបានកាត់ដូរឈ្មោះមួយហើយប៉ុន្តែសម្រាប់កាត់ដូរឈ្មោះហ្នឹងគឺវាមានរយៈពេលត្រឹមតែ1សប្តាហ៍ប៉ុណ្ណោះហ្នឹងហើយបើមិនជាយើងទិញហើយយើងអាចធ្វើការបដូរឲ្យបានរយៈពេលមុនមួយសប្តាហ៍ហ្នឹងគឺយើងត្រូវដូរឈ្មោះហើយយើងអាចទុកកាតនឹងយូរបានទេប៉ុន្តែកន្លែងយើងចុចអូខេមកប៉ុន្តែបើសិនជាយើងទិញនៅក្នុង shop នេះគឺយើងអាចទុកដល់ពេលណាក៏បានដែរហ្នឹងហើយបើសិនជាយើងទិញនៅក្នុងនេះយើងអាចទុកបានយូរប៉ុន្តែកន្លែងមិញហ្នឹងគឺទុកបានតែមួយអាទិត្យទេក្រៅពីមួយអាទិត្យហ្នឹងគឺ expire គេដកចេញទៅវិញហើយហ្នឹងហើយអញ្ចឹងកន្លែងនេះបន្ទាប់ពីខ្ញុំបញ្ចូលពេជ្រហើយខ្ញុំអាចទិញកន្លែងនេះបានហើយអញ្ចឹងកន្លែងទិញកន្លែងនេះបានដោយសារតែថ្ងៃហ្នឹងគេ free ticket ហ៎អញ្ចឹងទៅខ្ញុំបញ្ចូល50ពេជ្រដែរអញ្ចឹងបាន ticket 4 5ដែរអញ្ចឹងយើងមកចាប់លេងទៅហ្នឹងហើយយើងចុចលេងទៅដល់ដល់ទីfreeដែរខ្ញុំចុចមកកន្លែងនេះបាន8ខ្ញុំចុចទៀតទៅលេងហ្នឹងហើយ15គូសំដែរអញ្ចឹងខ្ញុំដាក់ skip ចុចយកហ្មងទៅនេះ5 8អញ្ចឹងអស់ហើយនេះមានបានអីទេ5 ticket ហ្នឹងហើយអញ្ចឹងអ្នកនរគ្នាបន្ទាប់ពីទិញបានហើយអ្នកនរគ្នាអាចមកមើលក្នុងនេះបាននៅក្នុង inventory របស់យើងហើយយើងអាចអូសតារ៉ូទៅហ្នឹងហើយអូសតារ៉ូទៅយើងអូសមកក្រោមនៅកន្លែងនេះrename card របស់យើងនេះយើងចុចលើហើយយើងចុច use ទៅនេះយើងអាចធ្វើការបដូរឈ្មោះថ្មីបានដែរហ្នឹងហើយអញ្ចឹងវីដេអូចែកម្លែកហ្នឹងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយខ្លីៗជួបគ្នានៅវីដេអូក្រោយបាយបាយ